បាទជាជោគជ័យធំណាស់សម្រាប់ខ្មែរយើងគឺពេលដែលបងចាប់ផ្ដើមផ្ដាច់កុងត្រាជាមួយនឹង Pizza Company ដោយសារចំនួននេះកើតឡើងប្រជាជនខ្មែរយើងអតិថិជនខ្មែរយើងគឺគាត់ធ្វើពាក្យឯកាទាំងស្រុងទៅលើផលិតផលប្រទេសថៃហើយមកថៃអញ្ចឹងបាទវាជាការសោកស្ដាយមួយដែរព្រោះយើងមានអតិថិជនច្រើនមានច្រើនប៉ុន្តែវាជាជោគជ័យមួយជាឱកាសមួយសម្រាប់ខ្ញុំជាឱកាសមួយហើយវាជោគជ័យមួយសម្រាប់ក្រុមហ៊ុនរបស់យើងខ្លួនឯងក៏ដូចប្រទេសខ្មែរដែរព្រោះយើងផ្ដាច់កុងត្រានឹងភ្លាមដែលពីមុនយើងត្រូវគោរពតាមគេទាំងអស់ធ្វើតាមគេទាំងអស់យើងត្រូវបញ្ជូនលុយជាប្រចាំខែទៅបញ្ជូនលុយចំណែកលក់របស់យើងហ្នឹងមួយចំណែកទៅឲ្យគេយើងត្រូវទិញគ្រឿងផ្សំពីកន្លែងគេឲ្យយើងត្រូវទៅទិញគេឲ្យយើងទៅទិញហ្នឹងមានន័យថាម៉េចយើងទៅទិញកន្លែងហ្នឹងគេក៏ចំណេញលុយនៅផ្នែកខាងហ្នឹងដែរព្រោះធម្មតាយើងទៅទិញពីកន្លែងគេខាងនោះគេក៏ចំណេញលើហ្នឹងអញ្ចឹងទឹកប្រាក់លក់យើងក៏ទៅមួយគេទៀតដែរអញ្ចឹងយើងចង់ធ្វើអីខ្លួនយើងអត់ងាយស្រួលអញ្ចឹងឥឡូវនេះយើងឯករាជ្យយើងអាចចង់ធ្វើអីក៏បានយើងអត់ចាំបាច់ស្ដាប់គាត់ទៀតទេព្រោះវាខ្លាចជារបស់យើងពិតប្រកបខ្លួនឯងរួចទៅហើយអញ្ចឹងវាធ្វើឲ្យយើងសម្រាប់យើងមួយគឺថាជាឱកាសមួយដែលថាយើងអាចកសាងអ្វីយើងអាចធ្វើអ្វីដែលសម្រាប់ជាតំណាងខ្មែរពិតប្រាកដបាទនេះជាជោគជ័យរបស់ខ្មែរយើងវាទៅជាខ្មែរអានេះខ្មែរយើងកាន់តែភាគរយកាន់តែច្រើនហ្មងណាបាទគឺ TPC Pizza យីហោថ្មីដែលបងបានដាក់ឡើងនេះវាគឺជាមុខមាត់មួយសម្រាប់ខ្មែរយើងលែងតោះគ្នាញ៉ាំ pizza ហើយលុយលែងទៅថៃទៀតហើយបងណាបាទវត្ថុធាតុដើមក៏មិនទៅថៃបាទហើយលុយ franchise ប្រចាំខែក៏យើងលែងមានទៀតដែរនេះដែលបងថាជាជោគជ័យធំបាទចុងក្រោយបាទខ្ញុំសូមបញ្ជាក់មួយទៀតថាក្រៅពីដែលយើងមានម្ចាស់ការខ្លួនឯងធ្វើខ្លួនឯងបានយើងលែងបង់លុយទៅឲ្យគេលែងទិញរបស់ពីពួកគេនេះវាបើកឱកាសមួយទៀតមិនត្រឹមតែយើងខ្លួនឯងបង្កើតជា brand ខ្លួនឯងឲ្យធ្វើជាម្ចាស់ការខ្លួនឯងប៉ុន្តែអនុញ្ញាតយើងអាចចាប់ផ្ដើមទិញពីអ្វីទីណាដែលយើងចង់ទិញវត្ថុធាតុដើមការគ្រឿងផ្សំដែលយើងផ្ដល់អត្ថិភាពសម្រាប់កសិករក្នុងស្រុករបស់យើងសម្រាប់ដែលគេហៅថាម៉េចអ្នកផលិតនៅក្នុងស្រុករបស់យើងដែលគាត់តូចធំគឺយើងអាចទិញទៅបានគឺយើងអាចទៅរកដល់គាត់ផ្ទាល់អញ្ចឹងយើងទៅជែកមួយគាត់ផ្ទាល់ហើយយើងដែលសំខាន់គឺថាយើងរកព្រោះយើងមានបទពិសោធន៍ផ្នែកខាងម្ហូបអាហារសម្រាប់យើងរកអ្នកគ្រប់គ្រងណាដែលគាត់មានស្តង់ដារពិតប្រាកដទៅលើចំណីអាហារសុវត្ថិភាពចំណីអាហារហើយស្តង់ដារដែលទទួលស្គាល់ដោយរដ្ឋាភិបាលឬមួយក៏ទទួលដោយខាងគេមានក្រុមហ៊ុន certification ដែលគេទៅតាមស្តង់ដារហ្នឹងអញ្ចឹងយើងបានធ្វើកិច្ចការច្រើនមួយរយៈចុងក្រោយជាមួយកសិករក្រុមហ៊ុនមួយចំនួនដូចខ្ញុំបានបង្ហាញពីមុនពីពេលដែលយើងបើកអញ្ចឹងមានកសិករដែលគាត់ដាំបន្លែហើយក៏យើងធ្វើជាមួយនឹងក្រុមហ៊ុនដែលគាត់គុតគងសាច់ជ្រូកគាត់សាច់ជ្រូកស្រស់ហើយគាត់ក៏ធ្វើជាគេហៅ process បានតែចូលទៅធ្វើជាសាច់អីប្រភេទផ្សេងដើម្បីមកធ្វើ topping របស់ pizza ទៅបានសាច់មាន់ដូចគ្នាដែរក៏យើងនៅក្នុងស្រុកដែរអញ្ចឹងក្រៅពីឱកាសដែលយើងអាចពង្រីកខ្លួនយើងជាហាង pizza TPC pizza ខ្លួនយើងនេះក៏ឱកាសមួយសម្រាប់ការទិញរបស់យើងពីក្រុមហ៊ុនក្នុងស្រុកយើងផងនោះដែរនៅពេលណាដែលយើងអាចទិញនៅក្នុងស្រុកបានគឺយើងទិញពីគាត់បាទណាយើងរកបានរបស់រកបានយើងត្រូវទៅក្រៅយើងអត់ជំរឿណាហ្នឹងហើយប៉ុន្តែចុងក្រោយក៏របស់របស់យើងហ្នឹងក៏មិនទៅប្រទេសថៃវិញដែរយើងទិញពីប្រទេសផ្សេងដែលព្រោះក្រុមការងារយើងមានបទពិសោធន៍ផ្នែកខាងហ្នឹងអញ្ចឹងយើងបង្កើតគ្រឿងផ្សំខ្លួនយើងយើងព្រោះ20ឆ្នាំចុងក្រោយយើងស្គាល់ថាអតិថិជនយើងគាត់ចូលចិត្តរសជាតិវាមិនអញ្ចឹងយើងដឹងយើងបង្កើតរូបមន្តខ្លួនយើងហើយយើងទៅជែកមួយអ្នកផ្គត់ផ្គង់ទាំងអស់ហ្នឹងបង្កើតជារូបមន្តរបស់យើងខ្លួនឯងរូបមន្តទាំងអ្វីដែលអតិថិជនចូលចិត្តពីមុនហើយជាពិសេសសម្រាប់ brand ថ្មីរបស់យើងដោយសារយើងជាក្រុមហ៊ុនរបស់ខ្មែរយើងបង្កើត brand របស់ខ្មែរអញ្ចឹងយើងបន្ថែមរសជាតិអ្វីដែលរបស់ខ្មែរយើងមុខម្ហូបខ្មែររបស់យើងហើយមុខម្ហូបខ្មែរមិនសម្រាប់តែអតិថិជនរបស់យើងខ្លួនឯងប៉ុន្តែសម្រាប់បរទេសដែលគាត់ចង់ស្គាល់យើងប៉ុន្តែគាត់មកហាង pizza គាត់អាចស្គាល់ម្ហូបខ្មែររបស់យើងដែរអញ្ចឹងអាហ្នឹងជួយមួយទៀតគឺថាឲ្យអតិថិជនម្ហូបខ្មែររបស់យើងអាចទៅដល់អតិថិជនច្រើនជាងមុនឲ្យស្គាល់ហើយយើងសម័យពេលបរទេសមកខ្មែរញ៉ាំ pizza តិចមកណាហើយញ៉ាំ pizza រសជាតិរបស់ខ្មែរ